នេះបងប្អូនត្រង់នេះបើថាយើងគិតតាំងថ្ងៃដែលយើងធ្វើនេះប្រហែលជា500,000ព្រោះអីយើងទិញកស៊ូនេះតែកស៊ូក្រហមចេះវា1ម៉ែត្រវា37អាហ្នឹងកតឹង4 37ទិញអស់6ម៉ែត្រហាននេះកតេលដែលសល់ពីឆ្នាំមុនទេកតេលនេះយើងប្រើបានយូរឆ្នាំបងប្អូនព្រោះអត់ងាយពុកទេណាប៉ុន្តែអានេះមួយឆ្នាំទៅផ្លែម្ដងបើថាយើងទិញធុនថ្លៃវាថ្លៃពេកដល់60 70ណាស់ហ្នឹងប៉ុន្តែអានេះតែ37ទេអត់ឆ្នាំតែ25ឥឡូវចូល37ហើយគេថាឡើងថ្លៃហើយនៅវៀតណាមណាបងប្អូនបាទហើយយើងធ្វើជាមកយើងទិញមកអាហ្នឹងបណ្ដោយកតឹង4បណ្ដោយ6ម៉ែត្រនេះបងប្អូននេះក្បត់ជាបងប្អូនមើលឃើញនេះគេចាប់បត់អញ្ចឹងមកប្រវែងបត់ហ្នឹង4ទឹកកម្ពស់ឡើងយើងបត់មាត់ឲ្យមកទេហើយយើងយកប្រដាប់បំសិភៅបងប្អូនយើងបំទៅមកហើយយើងចាប់អានេះខ្សែហូតនេះខ្ញុំធ្វើនឹងអាស័យបងប្អូនអត់មានអាស័យអាចធ្វើនឹងដែកបាន